អ្នកណាខ្លះដូចក្នុងវីដេអូនេះដាក់ SL ហើយតែពេលផ្សារចិត្តមកប៉ះក៏លើក SL រត់សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ Community Panda Trader ក៏ដូចជា Forex Mental Hub អញ្ចឹងថ្ងៃនេះគឺខ្ញុំនិយាយពីការលើក SL រត់អញ្ចឹងបើសិនជាអ្នកគ្នាតែងតែលើក SL រត់រាល់ពេលតែ position អ្នកគ្នាចូលគឺអ្នកគ្នាកាន់ខាតកាន់តែធ្ងន់អញ្ចឹងបើរាល់ពេលអ្នកគ្នាលើក SL រត់អញ្ចឹងការខាតគឺកាន់តែច្រើនធ្វើឲ្យ balance របស់អ្នកគ្នាកាន់តែខើចចឹងហើយជាយល់ល្អចឹងអ្នកគ្នាគួរតែដាក់ SL ឲ្យបានត្រឹមត្រូវបើវា C ឲ្យ C ទៅចឹងកុំតែខ្វល់យើងរក position ថ្មី set up ថ្មីដែលល្អជាងនេះអ្នកគ្នានឹងទទួលបាន profit 1/2បើសិនជាអ្នកគ្នា set up ត្រូវជាមួយនឹងរូបមន្តដែលខ្លួនឯងបានបែកតេសពីមុនមកឧទាហរណ៍ SL របស់អ្នកគ្នា20លេខឬក៏10លេខចឹងឥឡូវខ្ញុំលើកឧទាហរណ៍SL 10លេខ balance 100ដុល្លារអញ្ចឹងបើអ្នកគ្នា set up ហើយ analyze ហើយដាក់ SL 10លេខអញ្ចឹងនៅពេលដែលផ្សារចុះមកប៉ះអ្នកគ្នាក៏លើកទៅ SL 40លេខឬក៏50លេខអញ្ចឹងពេលផ្សារមកស៊ី50លេខឬក៏40លេខនឹងទៀតវាធ្វើឲ្យ balance របស់គ្នាសល់តែ 50% នៃលុយដើមអញ្ចឹងហើយជាបញ្ហាធ្វើឲ្យអ្នកគ្នាខាតកាន់តែធ្ងន់អញ្ចឹងអ្នកគ្នាសារលើកទៅចិត្តដល់អ្នកគ្នាត្រូវតែជឿលើការ set up របស់អ្នកគ្នាត្រូវតែជឿលើផែនការដែលអ្នកគ្នាបានក្រុងទុកជាមួយនឹងទីផ្សារតួលទ្ធផលនោះមិនដូចអ្វីដែលអ្នកគ្នាចង់បានក៏ដោយ